ban chấm liên để chơi chơi như cái gì bây giờ nó đi tour và tập tiếp và đi ai sống lên con tổng lương bao nhiêu tiền hay lư đong khi đi xem lòng người nhái và lư lên xem nó và trong số đó con chui xe video này ăn rải nhiên này làm trong con đi kiểm tra liên miền và tôi là mong đi Campuchia là bao nhiêu một con nhân ca tu ở bút ở mấy chỗ viên nó nói xong xong mà tôi như cái học đi xong người ta bao con dụng chân xong rồi dụng chân này đấy bao con quay lên xong người ta chui kia hai sầm răng và hai sầm răng từ đâu trong một tôi sập trong một tôi sập một bộ hay là sầm răng trong cá này là thơm lư lư ba con cọp lư lư khangមែនតើបងប្អូនបាទសូមឲ្យបងប្អូនយើងជនរួមជាតិបាទសូមមេត្តាបងប្អូនយុវជនយុវនារីយើងនៅក្នុងខេត្តបន្ទាយមានជ័យក្តីពួកគាត់អត់បានបាយទឹកទេបាទគាត់អត់បានបាយទឹកទេសូមម៉ៃមួយទៀតសូមម៉ៃទឹកម៉ៃដាក់ខាងនេះបើទៅមកបាទសូមខ្ញុំនៅរង្វង់មូលតែម្ដងណាបងប្អូនសូមឲ្យបងប្អូនយើងសូមឲ្យយុវជនយុវនារីបាទឥឡូវនេះកំភ្លើងកំពុងតែលឺក្រុមនៅក្បែរខ្ញុំនឹងតែម្ដងបងប្អូនណាបាទចង់សូមឲ្យយុវជនយុវនារីយើងក្លាហានឡើងដើម្បីធ្វើមិនរៀបចំអាហារសម្រន់ជាបន្ទាន់បងប្អូនណាអាហារសម្រន់បាទសូមឲ្យបងប្អូនយើងរៀបចំជាអាហារសម្រន់បាទបងប្អូនសូមបីតែក្នុងការ live នេះគឺលឺក្រងកំភ្លើងនេះខ្ញុំចេញពីសម្រោងចុងការឡើងតែម្ដងហើយបងប្អូនយើងបានចាក់ចេញអាញាធររបស់យើងលោកបានដុតដៃដុតជើងមែនតើដើម្បីជំលះប្រជាជនរបស់យើងចាក់ចេញដើម្បីរកទីទួលសុវត្ថិភាពជនធាសឹកមួយចំនួនក៏បានទៅនៅព្រំប្រទល់ស្រុកថ្មពួកបាទថ្មពួកនិងព្រំប្រទល់សម្រោងចុងកាលក៏មានដែរអញ្ចឹងបងប្អូនយុវជនយុវនារីយើងបងប្អូននៅធ្វើកិច្ចការសង្គមសប្បុរសជនសូមមេត្តាអាហារសម្រន់បាទដូចជាមាននំប៉័ងឬក៏ទឹកបរិសុទ្ធអីផ្សេងអាហារសម្រន់ពីព្រោះកុមារតូចខ្លះគាត់អត់ទាន់បានបាយទឹកទេបងប្អូនណាដែលខ្ញុំសាកសួរគាត់បាទដែលខ្ញុំសាកសួរគាត់បាទដែលខ្ញុំបានសាកសួរគាត់បាទគឺខ្ញុំនៅរង្វង់មូលសម្រោងចុងកាលតែម្ដងបងប្អូនណាបាទមកទល់នឹងម៉ោងនេះគឺកម្ពុជារបស់យើងមានការអត់ធ្មត់បាទមែនតើបាទមានការអត់ធ្មត់មែនតើហើយយើងបានគោរពបទឈប់បាញ់បងប្អូនណាបាទច្រើនណាស់បងប្អូនខ្ញុំថតមិនទាន់ទេបងប្អូនណាហើយក៏សូមទោសបងប្អូនផងដែលសារយើងយកព័ត៌មាននេះយើងចង់ឲ្យបងប្អូនយកផ្ទាល់កន្លែងខ្លះខ្ញុំថត live កន្លែងខ្លះគឺខ្ញុំថតទុកដើម្បីយកព័ត៌មានកន្លែងខ្លះគឺខ្ញុំត្រូវតែlive បាទដើម្បីបងប្អូនយើងបានដឹងដើម្បីឲ្យអន្តរជាតិឲ្យបានដឹងបាទបងប្អូនលឺឲ្យលឺសំឡេងលឺក្រុមតែម្ដងបងប្អូនលឺខ្លាំងណាស់បាទលឺខ្លាំងមែនតើបាទនេះគឺជាការអំពាវនាវមួយបាទនេះជាការអំពាវនាវមួយសូមឲ្យយុវជនយុវនារីខ្មែរសូមឲ្យក្លាហានឡើងដើម្បីចម្អិនម្ហូបអាហារបាទនោះបងប្អូនមើលគោរត់ទាំងហ្វូងតែម្ដងបងប្អូនណាបងប្អូនមើលហ្វូងគោរត់ចេញពីភូមិបងប្អូនណាសូមឲ្យយុវជនយុវនារីខ្មែរមេត្តាក្លាហានឡើងដើម្បីធ្វើអាហារសម្រន់ម៉ោងនេះគឺអាហារសម្រន់សំខាន់ណាបងប្អូនណាអាហារសម្រន់ណាហើយនឹងថ្មដូចជាដើមបាទទីតាំងដែលខ្ញុំឈរនេះបងប្អូនឃើញណានេះសូមឲ្យបងប្អូនយើងជួយគ្នាឡើងបងប្អូនណាបាទយើងអាណិតបងប្អូនជនជាតិយើងសូមឲ្យយុវជនយុវនារីយើងក្លាហានឡើងដើម្បីចម្អិនម្ហូបអាហារពីព្រោះពួកគាត់អត់បានបាយទឹកទេបងប្អូនណាកុមារតូចចេញតាំងពីព្រឹកម៉ោង6ទីតាំងដែលខ្ញុំឈរនេះគឺនៅរង្វង់មូលគឺរង្វង់មូលកោកមូនតែម្ដងបងប្អូនណាអញ្ចឹងសូមឲ្យបងប្អូនយើងម៉ោងនេះពេលនេះគ្រានេះ
យើងជួយគ្នាយើងជួយគ្នាសិនបងប្អូនណាយើងជួយគ្នាសិនបាទយើងជួយគ្នាសិនបងប្អូនណាបាទសូមឲ្យបងប្អូនសូមមេត្តាបងប្អូនជួយគ្នាសិនសំខាន់អាហារសម្រន់ដូចជានំប៉័ងទឹកសុទ្ធបាយប្រអប់សូមឲ្យបងប្អូនជួយអាហារសម្រន់កុមារតូចដែលគាត់ឲ្យទីតាំងអត់មានបបារោទេគឺបងប្អូនជនរួមជាតិគឺថាអាចមកកន្លែងព្រំបន្ទល់ស្រុកថ្មពួកព្រំបន្ទល់ស្រុកថ្មពួកហើយនឹងសម្រោងចុងការគឺនៅបងប្អូននេះក៏ភ្លើងជ្រុំលឺដល់នេះតែម្ដងបងប្អូនណាបាទនេះទីមិត្តរីខ្ញុំនៅទីនេះដើម្បីខ្ញុំចាប់យកបងប្អូនជនពិសេសរបស់យើងហើយជាការជួបដំណឹងមួយទៅដល់បងប្អូនជនរួមជាតិម៉ោងនេះគ្រានេះពេលនេះអ្វីដែលខ្ញុំសំណូមពរដល់បងប្អូនយើងសូមមេត្តាយកជួយជាអាហារសម្រន់បាទអាហារសម្រន់ហ្នឹងបាទដូចជានំប៉័ងទឹកសុទ្ធហើយបាយប្រអប់បាទបងប្អូនធ្វើបាយប្រអប់ហើយពួកគាត់មកអត់មានបាយទឹកទេតាំងពីព្រឹកបាទចាក់ពេញមិនលេចនេះគឺជំនួយលេងខ្លាំងតែម្ដងបាទហើយរឿងនេះយើងអាចវិភាគបានសម្រាប់ SBT យើងធ្វើការវិភាគបានវាស្របពេលដែលប្រទេសថៃបានរៀបចំស៊ីហ្គេមបានរៀបចំស៊ីហ្គេមនៅវេលាថ្ងៃស្អែកហើយមានដឹកនាំកីឡាករមកពីតំបន់អាស៊ីនិងតំបន់អឺរ៉ុបហើយពេលនោះក៏មានអ្នកសារព័ត៌មានជាច្រើនហើយជាគេអាចឃ្លាតគេហៅថាដាក់តេកម្ពុជារបស់យើងដើម្បីឲ្យកម្ពុជារបស់យើងតដៃតែកម្ពុជារបស់យើងប្រពុកពីរដ្ឋាភិបាលរបស់យើងពិសេសសម្ដេចតេជោបាទគឺថាលោកមិនទាន់ឲ្យមានការតដៃទេហើយពិសេសគឺកងទ័ពរបស់យើងប្រុងជើងការយ៉ាងអស់តែម្ដងរងចាំតែគាត់ជំនាញទេបងប្អូនម៉ោងនេះពេលនេះគឺបាទព្រះកងទ័ពរបស់យើងមិនទាន់មានការតទេបាទគឺគេប្រើសឹងតែអស់លទ្ធភាពឯអាវុធដែលគេប្រើបាទបងប្អូនគិតមើលប្រទេសគេលិចទឹកទឹកចំនួនហើយរៀបចំស៊ីហ្គេមត្រូវបានរិះគន់ទាំងសារព័ត៌មានជាតិនិងអន្តរជាតិហើយសំខាន់ទីធ្លាក់ឱកាសនៅពេលដែលស៊ីហ្គេមនៅវេលាថ្ងៃស្អែកគេនឹងប្រកបធ្វើពីឡើងជាឱកាសមួយគេឆ្លៀតឱកាសហើយគេឆ្លៀតមួយដើម្បីពីព្រមមានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមកប្រទេសគេច្រើនដើម្បីដឹកយកអាបញ្ហាស៊ីហ្គេមចឹងហើយគេចង់ចោទទម្លាក់កំហុសមកលើកម្ពុជារបស់យើងតែនេះគឺជាអន្តៈបាទអន្តៈរបស់ល្បិចដ៏ខ្មៅងងឹតរបស់យោធាថៃតែប៉ុណ្ណោះបងប្អូនបាទបងប្អូននេះលឺសំឡេងទេបងប្អូននៅម៉ោងនេះលឺសំឡេងបាទនៅទីនេះក៏សូមអរគុណដល់កម្លាំងនគរបាលកម្លាំងកងរាជអាវុធហត្ថដែលលោកបានចរាចរណ៍សម្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋយើងបងប្អូនទទួលសំឡេងច្បាស់ទេហើយដកទូរស័ព្ទរៀបអត់ណាបាទលឺសំឡេងទេបងប្អូនលឺទេបាទហើយឥឡូវយើងឃើញថាមានរថយន្តចុះទៅយកប្រជាពលរដ្ឋយើងហើយបងប្អូនបាទអត់សូវលឺសំឡេងមិនខ្ញុំដាក់ខាងមុខទេអូនកាន់តិចនេះបងប្អូនឃើញបងប្អូនយើងគាត់ចេញទៀតហើយបដាច្រើនណាស់បងប្អូនណាបាទសូមឲ្យបងប្អូនយើងមេត្តារៀបចំទៅមិនអាហារសម្រន់សូមឲ្យយុវជនយុវនារីយើងក្លាហានឡើងម៉ោងនេះយើងរួមគ្នាបាទម៉ោងនេះយើងរួមគ្នាបងប្អូនចេញឡានចេញម៉ូតូមកបាទដើម្បីជួយធ្វើជាម្ហូបអាហារទឹកសុទ្ធអីផ្សេងបាទទឹកសុទ្ធអីផ្សេងបាទហើយប្រជាពលរដ្ឋយើងក៏ចាក់ចេញសឹងតែគ្រប់កន្លែងតែម្ដងបងប្អូនណាដែលខ្ញុំឈរជើងនេះគឺនៅស្ថិតនៅក្នុងសំរោងចុងកាលបាទខេត្តឧត្តរមានជ័យ
ហើយបងប្អូនយើងមួយចំនួនទៅបងប្អូននៅស្រុកថ្មពួកនៅព្រំប្រទល់ស្រុកថ្មពួកខេត្តប្រទីមានជ័យយើងហ្នឹងហើយនៅព្រំប្រទល់ខេត្តដោយមានជ័យហ្នឹងក៏មានបងប្អូនយើងច្រើនដែរតែគាត់អត់ទាន់បានបាយអត់ទាន់បានទឹកទេបងប្អូនព្រលឹមឡើងបងប្អូនឃើញហើយគឺអត់ទាន់បានបាយអត់ទាន់បានទឹកទេបាទអរគុណដល់សង្ឃឿនបាទបងប្អូនឮសំឡេងខ្លាំងណាស់បងប្អូនណានៅក្បែរខ្ញុំនេះឮសំឡេងខ្លាំងណាស់អញ្ចឹងម៉ោងនេះអ្វីដែល SBT សនំពោនេះបងប្អូនឃើញមកកូនទាំងអីបាទបងប្អូនឃើញមកទាំងកូនទាំងអីមិនអីបានកូនទូចគាត់បានបាយបានទឹកនៅបានបាយទឹកទេណាបាទអរគុណណាបងប្អូនយើងបងប្អូនឃើញក្មេងតូចនេះមានម៉ូតូកាន់បាទកាន់នេះមែនបាទនៅកុកម៉ូនណាមិនដែរលឺ snow សំឡេងផងអញ្ចឹងឥឡូវនៅទៅបន្តលឺហ្នឹងឥឡូវទៅជំរុំឯភូមិកបោជំនាញទៅខាងភូមិកបោហើយប្រហែលខែហើយខ្លួនស្រី3ខែហើយណាអត់តាន់បានបាយទឹកទេណានៅទាំងអស់បាទនៅទាំងអស់បាទអញ្ចឹងបងប្អូនយើងខ្ញុំសូមឲ្យយុវជនយុវនារីខ្ញុំសំណូមពរសប្បុរសជនមេត្តាបងប្អូនចេញឡានមកខ្លួនឯងមកកុំខ្លាចយើងដឹកស្បៀងដើម្បីជួយបងប្អូនជនជាតិយើងណាអូខេបងប្អូនយើងជួយបងប្អូនជនជាតិយើងជួយគ្នាក្នុងគ្រាក្រហ្នឹងដែលអត់ទាន់បានបាយបានទឹកនេះហើយយើងបានបុណ្យច្រើនណាស់បងប្អូនណាសូមបងប្អូនចំអិនជាម្ហូបអាហារនំប៉័ងក៏បានដែរនំប៉័ងក៏បានបាទនំប៉័ងក៏បានដែរបងប្អូនណាបាទនំប៉័ងក៏បានដែរបងប្អូនណាកាន់ទៀតជួយបងប្អូនជនពិសេសយើងដែលគាត់មិនមានបាយមិនទឹកបងប្អូនគាត់យើងហូបមានបាំងទឹកទឹកយ៉ាងសូមឲ្យយុវជនយុវនារីយើងនៅភ្នំពេញសូមឲ្យដើរឡើងយុវជនមកបាទយុវជនយើងដែលជួយចិត្តជួយសង្គមមិនសាឡើងមកបាទឡើងមកបងប្អូនឥឡូវនេះជាតិកំពុងត្រូវការយុវជនយុវនារីហើយមិនបានអីដូចយើងធ្វើបាំងធ្វើមកហូបឬក៏អាហារសម្រន់ទឹកដោះគោបាទទឹកដោះគោឲ្យក្មេងៗបាទម៉ោងនេះគឺជាម៉ោងដែលយើងត្រូវជួយគ្នាជួយជាតិជួយបងប្អូនជនរួមជាតិរបស់យើងជួយជនភៀសសាច់របស់យើងជួយកុមាររបស់យើងជួយដល់បរិយាកងទ័ពរបស់យើងបងប្អូនណាខ្ញុំសូមបិទការ live តែប៉ុណ្្នេះសិនបងប្អូន